ចាសូមគោរពជម្រាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាចាមកថ្ងៃនេះរៀងសប្បាយចិត្តតិចពីព្រោះការប្រើប្រាស់គ្រឿងផ្សំនៅក្នុងផ្ទះបាយដែលនេះខ្ញុំធ្វើវីដេអូកន្លងមកគឺបានផល100%តែម្ដងចាហើយនេះខ្ញុំក៏ចង់ចែករំលែកជូនបងប្អូនចាហើយនេះខ្ញុំសូមអភ័យទោសមួយទៀតដែលតាក់ទងនឹងការនិយាយស្ដីរបស់នាងខ្ញុំដែលពាក់ព័ន្ធនឹងរឿងការនិយាយអំពីជំងឺចានឹងផលប៉ះពាល់អីចឹងទៅបើសិនជាចរិតរបស់នាងខ្ញុំផ្ទាល់តែម្ដងគឺនាងខ្ញុំអត់ចូលចិត្តនិយាយពាក្យអាក្រក់អសរោះអត់ចូលចិត្តនិយាយពាក្យអាភាសចាវាពាក្យគ្រោតគ្រាតវាពិបាកស្ដាប់ប៉ុន្តែបើសិនជារឿងតាក់ទងនឹងជំងឺតាក់ទងនឹងនាងខ្ញុំធ្វើវីដេអូចែករំលែកគឺនាងខ្ញុំត្រូវតែនិយាយពាក្យខ្លះបងប្អូនគិតថាខ្ញុំនិយាយទៅវាអត់សមរម្យដែលមនុស្សស្រីនិយាយពាក្យអញ្ចឹងឯងប៉ុន្តែគឺជាវីដេអូចែករំលែកបើសិនជានាងខ្ញុំមិននិយាយឲ្យចំគឺបងប្អូនខ្លះគាត់ស្ដាប់អត់យល់ចាហើយវីដេអូនេះផងដែរនេះខ្ញុំចង់ជម្រាបជូនដល់បងប្អូនមិត្តនារីយើងថាអញ្ចេះថាបើសិនជាបងប្អូនមានបញ្ហាដូចនេះខ្ញុំរៀបរាប់ហើយបងប្អូនប្រើទៅមានប្រសិទ្ធភាពបានផលសូមបងប្អូនជួយខមមិននៅក្រោមវីដេអូរបស់នាងខ្ញុំប្រាប់នាងខ្ញុំផងថាបងប្អូនប្រើទៅបានផលដូចនាងខ្ញុំដែរឬក៏អត់ចាតាក់ទងនឹងគ្រឿងផ្សំហ្នឹងវាអត់មានអីច្រើនទេនាងខ្ញុំធ្វើវីដេអូជូនបងប្អូនរួចហើយចារឿងគ្រឿងផ្សំនៅក្នុងផ្ទះបាយប៉ុន្តែមុននឹងនាងខ្ញុំនិយាយអំពីថ្នាំនឹងម្ដងទៀតនាងខ្ញុំសូមនិយាយពីផលប៉ះពាល់ម្ដងទៀតចាផលប៉ះពាល់នៃស្ត្រីរបស់យើងកំឡុងពេលមករដូវឬក៏មុនពេលមករដូវចាបើសិនជាការមករដូវរបស់យើងមកអស់បងប្អូនមួយចំនួនជាពិសេសអាយុកាន់តែច្រើនចាការមករដូវគឺចុកពោះខ្លាំងចាចុកពោះខ្លាំងពុះស្បូនយើងខ្សោយចុកពោះខ្លាំងរដូវមកអត់អស់មកកកដុំឈាមរដូវមានពណ៌ខ្មៅហើយនាងខ្ញុំជម្រាបជូនថាការមករដូវមិនអស់នៅក្នុងខែនេះខែក្រោយបងប្អូននឹងមករដូវមិនមែនឈាមស្រស់ទេរបៀបឈាមគេថាដោយបងប្អូននិយាយត្រីទៅខ្លះសេត្រីធ្វើឲ្យយកទៅខ្លះសេដល់ពេលយើងយកចេញពីក្នុងទូមកវិញវាមានរបៀបថាវាមិនមែនជាឈាមស្រស់វារបៀបជាឈាមប្រាចាខែក្រោយនឹងបងប្អូននឹងមករដូវបែបហ្នឹងហើយនឹងមានឈាមកកដុំដោយសារឈាមហ្នឹងគឺឈាមដែលសល់ពីខែមុនចាហើយបងប្អូនខ្លះសូមអធិស្ឋានម្ដងទៀតបងប្អូនខ្លះគាត់មករដូវបងប្អូនខ្លះអត់មានធុំក្លិនទេចាសម្រាប់បងប្អូនខ្លះគឺធុំក្លិនឆ្អាបទី1ចាពាក់ព័ន្ធនឹងក្លិនទី2គឺធុំក្លិនស្អុយតែម្ដងចាបងប្អូនដែលសង្កល់មើលខ្លួនឯងឬក៏សូមអធិស្ឋានស្ត្រីរូបណាដែលគាត់មករដូវទៅយើងគាត់ដើរកាត់យើងអីយើងមានអារម្មណ៍ធុំក្លិនបៀបស្អុយរដូវឈាមរដូវចាបងប្អូនមានដែរមានអារម្មណ៍អញ្ចឹងអត់មានដែរធុំក្លិននឹងដែរឬក៏អត់ចាអញ្ចឹងការមករដូវមិនអស់គឺវាពាក់ព័ន្ធច្រើនណាស់សម្រាប់មនុស្សស្រីយើងវាមានផលប៉ះពាល់ខ្លាំងមែនតើតាក់ទងនឹងសុខភាពស្បែកធ្វើស្បែកខ្មៅស្អាតទោះជាមនុស្សនឹងសក៏ដោយប៉ុន្តែស្បែកនឹងឡើងពណ៌ខ្មៅស្អាតមកពីខាងក្នុងគឺបញ្ជាក់ពីសុខភាពចាហើយទី2វាធ្វើឲ្យបងប្អូនជ្រុះសក់ថែមទៀតហើយនឹងវាធ្វើឲ្យមានអារម្មណ៍មួម៉ៅឈឺក្បាលអ្នកខ្លះគាត់ឈឺក្បាលមួម៉ៅ stress មុនពេលមករដូវអ្នកខ្លះទៅក៏គាត់មានបញ្ហាក្រោយមករដូវនេះដោយសារការបម្រែបម្រួលអរម៉ូននិងការមករដូវមិនអស់របស់បងប្អូននឹងវាធ្វើឲ្យផលប៉ះពាល់ខ្លាំងមែនតើអញ្ចឹងហើយសម្រាប់មនុស្សស្រីការមករដូវគឺសំខាន់ណាស់ចាបើសិនជាបងប្អូនមករដូវហើយដូចបងនារីដែលគាត់មករដូវហើយគាត់អស់តាមបែបធម្មជាតិវាអត់សូវមានបញ្ហាទេវាមិនបញ្ហាទេគ្រាន់ថាមុនពេលអស់នឹងវាធ្វើទុកយើងតែប៉ុណ្ណឹងហើយការមករដូវមិនអស់នឹងវាប៉ះពាល់ដល់ឆ្អឹងទៅទៀតចាវាមានផលប៉ះពាល់ច្រើនមែនតើអញ្ចឹងហើយបងប្អូនកុំមើលរំលងឲ្យសោះគឺនាងខ្ញុំចង់ប្រាប់បងប្អូនថាវាសំខាន់ណាស់តើតើនឹងការមករដូវបងប្អូនខ្លះគាត់ឈឺច្រើនចាស់គាត់ប្រើថ្នាំពេទ្យដូចនាងខ្ញុំឯងនិយាយតាមត្រង់ហ្មងនាងខ្ញុំឈឺច្រើនធ្លាប់ពេទ្យគាត់ដាក់ថ្នាំខុសចាធ្លាប់ពេទ្យគាត់ដាក់ថ្នាំខុសដែលនាងខ្ញុំព្យាបាលនាងខ្ញុំលាងជាតិពុលចេញពីក្នុងថ្លើមពីក្នុងឈាមមកវិញគឺនាងខ្ញុំព្យាបាលអស់លុយច្រើនដោយសារយើងអត់បានពិនិត្យឲ្យដិតដល់ល្អិតល្អន់អញ្ចឹងហើយបងប្អូនដែលធ្លាប់មានផលប៉ះពាល់ដោយសារថ្នាំពេទ្យមានជាតិថ្នាំច្រើននៅក្នុងខ្លួនបងប្អូននឹងដូចខ្ញុំអញ្ចឹងឲ្យតែពេលណាបងប្អូនដាក់ថ្នាំលើសពី2-3ថ្ងៃហ្នឹងទៅគឺធ្វើទុកមានអារម្មណ៍ថាយើងដឹងហ្មងគឺអត់ស្រួលក្នុងខ្លួនចាប់ដើមមកទោះពាក់ព័ន្ធនឹងការបត់ជើងទៀតក៏នាងខ្ញុំឲ្យតែប្រើថ្នាំច្រើនមិនថាថ្នាំពេទ្យប្រភេទអីគឺនាងខ្ញុំបត់
ពិបាកក្នុងការបត់ជើងចានេះជាអ្វីដែលនាងខ្ញុំចង់ជម្រាបជូនបងប្អូនអញ្ចឹងហើយបងប្អូនខ្លះទៅគាត់ថាមានថ្នាំគាត់ប្រើទៅមករដូវល្អចាអូខេបងប្អូនប្រើប៉ុន្តែសម្រាប់បងប្អូនដែលប្រើថ្នាំពេទ្យអត់បាននេះនាងខ្ញុំនិយាយសម្រាប់បងប្អូនដែលគាត់ប្រើថ្នាំពេទ្យអត់បានចាបងប្អូនងាកប្រើថ្នាំខ្មែរដែលផ្សំពីគ្រឿងផ្សំនៅក្នុងផ្ទះបាយរបស់យើងចាទី1បងប្អូននាងខ្ញុំធ្លាប់ធ្វើវីដេអូពីមុនហើយទី1គឺម្រេចចាម្រេចខ្មៅម្រេចខ្មែររបស់យើងនេះទី2គឺខ្ទឹមសចាទី3គឺជីគេហៅជីពងទាកូនណាបងប្អូនចាបងប្អូនជីពងទាកូនហ្នឹងហើយនឹងខ្ទឹមហ្នឹងម្រេចហ្នឹងបងប្អូនមានពេលបងប្អូនបុកចូលគ្នាទៅបុកចូលគ្នាមិនបាច់ថាម៉ត់ពេកទេបុកគ្នាចូលគ្នាធ្វើឲ្យបែកទៅយើងសនុកក្នុងការយើងចាក់ទឹកក្តៅទៅធ្វើឲ្យវាឆាប់ចេញជាតិយើងកូរទៅវាឆាប់ចេញជាតិអញ្ចឹងណាចាបើសិនជាបងប្អូនមានពេលបងប្អូនអាចដាំរងាស់3មុខនឹងបញ្ចូលគ្នាចាដើម្បីឲ្យចេញជាតិល្អហើយបងប្អូនផ្លុំក្តៅញ៉ាំវាក្តៅបងប្អូននេះវាធ្វើឲ្យបងប្អូនការមករដូវបងប្អូនស្រួលមករដូវអស់មករដូវបានច្រើនហើយខែក្រោយដែលបងប្អូនបន្ទាប់ពីការប្រើប្រាស់ហ្នឹងគឺបងប្អូនមករដូវល្អចាមករដូវល្អស្អាតហើយលែងចុកពោះទៀតបើសម្រាប់នាងខ្ញុំវិញគឺនាងខ្ញុំប្រើទៅបានផល 100% ហើយខែនេះជាខែទី3របស់នាងខ្ញុំប្រើហើយអញ្ចឹងខែពីមុននាងខ្ញុំមករដូវមុននាងខ្ញុំកកដុំដោយសារយើងមករដូវអស់ចឹងមួយខែវាសល់តែខែក្រោយទៀតវាកកដុំហើយចាវាធ្វើឲ្យយើងស្មុគស្មាញអូយស្មាតោបើនិយាយរឿងជ្រុះសក់នាងខ្ញុំអត់ដែរកាត់ទេ43ឆ្នាំលើហើយអត់ដែរកាត់ទេប៉ុន្តែវាជ្រុះដល់ពេលអញ្ចឹងទៅនេះវាស្ដួចអស់ឃើញទេបងប្អូនតម្រាំតែនាងខ្ញុំមករកវិធីសាស្ត្របាននៅក្នុងការញ៉ាំដើម្បីឲ្យមករដូវដើរល្អហ្នឹងហើយបងប្អូនកាត់បន្ថយជ្រុះសក់មែនបងប្អូនណាកាលខ្ញុំខាប់ញ៉ាំខែទី2អត់មានជ្រុះសក់ទេឥឡូវខែទី3សំបីតែចុកក៏លែងចុកដែរនាងខ្ញុំតាំងពីមានបញ្ហារដូវហ្នឹងមកនាងខ្ញុំមកខែតែ2ថ្ងៃឯងមួយខែតែ2ថ្ងៃគឺត្រូវតែអស់ចាដល់ពេលនាងខ្ញុំញ៉ាំខែទី1ឡើងដល់3ថ្ងៃចាខែទី2ឡើងដល់4ថ្ងៃខែទី3ហ្នឹងឡើងដល់4ថ្ងៃដែរតែលែងចុកហើយមានអារម្មណ៍ថាស្រស់ស្រាយស្រួលក្នុងខ្លួនតែម្ដងបើសិនជាបងប្អូនជឿនាងខ្ញុំបងប្អូនសាកមើលហើយនាងខ្ញុំចង់ឲ្យបងប្អូនថាបើសិនជាសាកដូចនាងខ្ញុំឲ្យបងប្អូនបានផលបងប្អូនសូមខមមិនប្រាប់នាងខ្ញុំផងហើយបងប្អូនសូមកុំផ្ទះសារពីព្រោះធ្លាប់មានបងប្អូនដែលខមមិននៅក្រោមវីដេអូរបស់នាងខ្ញុំពាក្យមិនសមរម្យហើយនាងខ្ញុំសូមជម្រាបជូនថាបើសិនជាបងប្អូនមើលហើយបងប្អូនមើលអត់ចប់បងប្អូនវាតម្លៃរបស់វាតម្លៃមកនាងខ្ញុំក៏បងប្អូនកុំមើលអីចាពីព្រោះនាងខ្ញុំមិនមែនជាពេទ្យហើយក៏មិនមែនជាអ្នកជំនាញអ្វីដែលនាងខ្ញុំធ្វើវីដេអូចែករំលែកទៅជូនបងប្អូននេះគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួននិងការប្រើប្រាស់ផ្ទាល់ខ្លួនដែលនាងខ្ញុំធ្លាប់ប្រើចាហើយបានផលទៅនាងខ្ញុំយកជម្រាបជូនបងប្អូននាងខ្ញុំមិនមែនជាអ្នកជំនាញចាបញ្ជាក់នៅទៀតប៉ុន្តែសម្រាប់ឱសថ3មុខនេះនាងខ្ញុំបញ្ជាក់ដដែលថាបានផល 100% ចាបានផល 100% ហើយបងប្អូនចំណាំមើលបងប្អូនដែលជ្រុះសក់ចាពេលញ៉ាំដូចនាងខ្ញុំឲ្យចាប់ពី3ខែចាឥឡូវនាងខ្ញុំអត់និយាយ2ខែវាតិចពេកឥឡូវចាប់ពី3ខែខែទី3បងប្អូនចំណាំមើលទី1ស្បែករបស់បងប្អូនទី2ការមករដូវមកច្រើនជាងមុនមកស្អាតជាងមុនចាហើយទោះជាថាមានអាខាចាស់ធ្លាក់មកប៉ុន្តែបងប្អូនមានអារម្មណ៍ថាស្រស់ស្រាយហើយនឹងការជ្រុះសក់បងប្អូនចំណាំមើលគឺវាឈប់ជ្រុះកាត់បន្ថយបានច្រើនមែនតើចាហើយវីដេអូនេះផងដែរសូមបងប្អូនកុំភ្លេចបើសិនជាបងប្អូនប្រើហើយបងប្អូនជួយខមមិននៅក្រោមវីដេអូរបស់នាងខ្ញុំផងប្រាប់ផងថាតើបានផលដែរឬក៏អត់ចាអរគុណជម្រាបលា